សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើរបៀបភ្ជាប់នាឡិកាដៃ V2 ធ្វើភេទនាឡិកាដៃកូនក្មេងដំបូងខ្ញុំចុចទៅលើកម្មវិធី One នេះចុះឲ្យលើសលេងចឹងមកបន្ទាប់មកយើងចុចទៅលើពាក្យ item បូកសញ្ញា item នេះមកហើយយើងចុចពាក្យតាកន្លែង other item research item ហ្នឹងសិនតមកវាយើងចុចលើពាក្យថា connect យើងដាក់ឈ្មោះយើងទាំងដាក់ឈ្មោះមិនក៏បានដែរឈ្មោះកូនយើងមកតមកយើងចុចពាក្យថា connect កន្លែងនេះដាក់ emoji យើងចង់ដាក់ emoji ចង់នេះក៏បានដែរយើងដាក់សញ្ញាបេដងបែបហ្នឹងបន្ទាប់មកយើងចុចទៅលើសញ្ញាចឹងទៅយើងចុចទៀតមកអូខេវា connect បានហើយនេះឃើញទីតាំងរបស់យើងហើយទីតាំងនេះចំពោះនាឡិកាហ្នឹងណាវាដូចនឹងតទៅពី connect មកយើងចង់ share location អូខេយើងចង់ share location យើងចុចទៅកន្លែងដល់យើងចង់ share item ហ្នឹងទៅគេផ្សេងទៀតទៅ device ផ្សេងទៀតណា share item នេះចុចទៅពាក្យ add ហ្នឹងហើយយើងចុចពាក្យថា connect ទៅហើយយើងទៅវាយឈ្មោះ account Apple ID របស់គេហ្នឹងមកអញ្ចឹងមកខ្ញុំ copy paste មកអញ្ចឹងមកតោះមកយើងចុចវា tick ហ្នឹងមកវានឹង load share ទៅឲ្យគេបន្ទាប់មកឲ្យគេចាំទទួលទៅគឺវានឹង load អាហ្នឹងទៅឲ្យគេហើយតែប៉ុណ្ណឹងអញ្ចឹង device ទូរស័ព្ទផ្សេងទៀតគឺគេអាចទទួលមកបានដែរនេះទៅលើវា load មកហើយ